ផ្លូវមួយខ្សែដែលមានបណ្ដោយប្រវែង2គីឡូម៉ែត្រនិងទទឹង8ម៉ែត្រត្រូវបានជួសជុលរួចរាល់ដើម្បីសម្រួលដល់ការធ្វើដំណើរតាមការសន្យារបស់ឯកឧត្តមប្រាក់សុផាន់អភិបាលនៃគណៈអភិបាលខេត្តក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់ផ្លូវមួយខ្សែប្រវែង2គីឡូម៉ែត្រនិងទទឹង8ម៉ែត្រត្រូវបានក្រុមការងារបច្ចេកទេសឯកឧត្តមអ្នកអង្គការសៀងណាំអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបធ្វើការជួសជុលនិងសាងសង់ឡើងវិញកាលពីថ្ងៃទី2ខែធ្នូឆ្នាំ2025ក្រោយពីការជួសជុលអស់រយៈពេល32ថ្ងៃនាថ្ងៃទី4ខែមករាឆ្នាំ2026ផ្លូវក្រាលកៅស៊ូមួយខ្សែដែលមានបណ្ដោយ2គីឡូម៉ែត្រទទឹង8ម៉ែត្រត្រូវបានសាងសង់រួចរាល់ដែលប្រើប្រាស់ថវិកាបដិភាគរបស់ឯកឧត្តមអ្នកអង្គការសៀងណាំអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបឯកឧត្តមប្រាក់សុផាន់អភិបាលនៃគណៈអភិបាលនិងថវិកាមន្ត្រីរាជការព្រមទាំងប្រជាពលរដ្ឋនាថ្ងៃនេះដែរឯកឧត្តមអ្នកអង្គការសៀងណាំអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបនិងឯកឧត្តមប្រាក់សុផាន់អភិបាលនៃគណៈអភិបាលខេត្តបានចុះពិនិត្យសាងសង់និងសម្រួលដាក់ឲ្យបងប្អូនធ្វើដំណើររដ្ឋបាលខេត្តសៀមរាបសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអ្នកអង្គការសៀងណាំអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបគិតគូរអំពីផលវិបាករបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាបដែលផ្ដល់ការកសាងផ្លូវមួយខ្សែនេះសម្រាប់បងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរជាងមុន។